នៅក្នុងយុគសម័យដែលសុខភាពនិងបរិស្ថានត្រូវបានយកចិត្តទុកដាក់ជាចម្បងកសិករខ្មែរយើងកាន់តែច្រើនឡើងបាននឹងកំពុងងាកមករកការដាំដុះបែបធម្មជាតិវិញក្នុងនោះដែរសិប្បកម្មជីធម្មជាតិសេរីរាង្គពន្លឺកសិករដែលមានទីតាំងស្ថិតក្នុងភូមិច្រាប់ក្រសាំងសង្កាត់វត្តគោក្រុងបាត់ដំបងបានក្លាយជាបង្អែកដ៏រឹងមាំមួយសម្រាប់កសិករក្នុងតំបន់ក្នុងការឈានទៅរកកសិកម្មប្រកបដោយនិរន្តរភាពលោកបុត្រសុធីម្ចាស់សិប្បកម្មជីធម្មជាតិសេរីរាង្គពន្លឺកសិករបានរំលឹកឲ្យដឹងថាសិប្បកម្មនេះបានចាប់បដិសន្ធិឡើងអស់រយៈពេលជិត10ឆ្នាំមកហើយលើផ្ទៃដីទំហំ5ហិកតាការចាប់ផ្ដើមនេះមិនមែនត្រឹមតែអាជីវកម្មនោះទេប៉ុន្តែវាគឺជាការតាំងចិត្តរបស់លោកក្នុងការចង់ឃើញកសិករខ្មែរងាកមកប្រើប្រាស់ជីធម្មជាតិដែលផលិតដោយស្នាដៃកូនខ្មែរផ្ទាល់បើជីធម្មជាតិយើងអាចជួយបានច្រើនយើងជួយបានទៅដល់ផលផងការចំណាយកាលណាយើងផលិតកាត់បន្ថយការចំណាយច្រើនដូច្នេះការធ្វើចំការការធ្វើស្រែអីហ្នឹងវាបានចំណេញច្រើនដោយសារតែជីធម្មជាតិយើងធ្វើទៅវាបន្សល់ទុកនៅជីនៅចំណីដល់ពេលវារស់នឹងចំណីវានៅសល់ហ្នឹងគឺអាចធ្វើឲ្យដីធូរអាចធ្វើឲ្យចិញ្ចឹមសត្វមានជីវិតពពួកភាវរស់ហៅថាអតិសង្គមប្រាណនោះបាទអ្វីដែលធ្វើឲ្យពន្លឺកសិករមានភាពលេចធ្លោគឺវត្ថុធាតុដើមដែលត្រូវបានប្រើប្រាស់លោកប៊ុនចន្ទ្រាអ្នកគ្រប់គ្រងទូទៅនៃសិប្បកម្មបានបញ្យល់ដោយមោទនភាពថាជីសរីរាង្គរបស់លោកត្រូវបានផ្សំឡើងពីកាកសំណល់ធម្មជាតិសុទ្ធសាធរួមមានកាកសំណល់ត្រីក្បាលត្រីនិងពោះត្រីលាមកសត្វចម្រុះមាន់គោនិងលាមកប្រចៀវនិងកាកសំណល់កសិកម្មផ្សេងទៀតក្នុងស្រុកវត្ថុធាតុដើមទាំងនេះត្រូវបានយកមកកែច្នៃយ៉ាងសម្រិតសម្រាំងក្លាយជាជីគ្រាប់និងជីទឹកដែលមានគុណភាពខ្ពស់អាចប្រកួតប្រជែងជាមួយផលិតផលដែលនាំចូលបានយ៉ាងជឿជាក់ចំណុចខ្លាំងរបស់យើងដែលយើងបានគិតហើយក៏ដូចជាដើម្បីជួយដល់ប្រទេសកម្ពុជាគឺការផលិតជីរបស់យើងគឺប្រើប្រាស់នៅហៅថាកាកសំណល់នៅក្នុងស្រុករបស់យើងបាទឧទាហរណ៍ដូចជាកាកសំណល់ត្រីជាដើមណាកាកសំណល់ត្រីមិនមែនមានន័យថាវាជាកាកសំណល់ដែលស្អុយរលួយហើយទេគឺជាកាកសំណល់ត្រីដែលមនុស្សយើងអត់បរិភោគឧទាហរណ៍ដូចក្បាលត្រីពោះត្រីសកាឆ្អឹងត្រីអីជាដើមកាកសំណល់បន្លែអីជាដើមបាទនោះហើយយើងយកមកធ្វើជីគេហៅថាជីសរីរាង្គដូចគាត់បានបរិយាយអញ្ចឹងបាទបើតាមការបញ្ជាក់ពីម្ចាស់សិប្បកម្មការប្រើប្រាស់ជីសរីរាង្គមិនត្រឹមតែជួយឲ្យដីធូររក្សាសំណើមនិងសារធាតុចិញ្ចឹមបានយូរប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយសន្សំសំចៃថវិកាបានយ៉ាងច្រើនជាមួយនឹងតម្លៃត្រឹមតែ70000រៀលជាងក្នុងមួយការុងវាមានតម្លៃទាបជាងជីគីមីដែលនេះគឺជាការសម្រួលបន្ទុកដ៏ធំសម្រាប់កសិករដើម្បីបង្ហាញពីប្រសិទ្ធភាពពិតប្រាកដសិប្បកម្មពន្លឺកសិករមិនត្រឹមតែលក់ជីប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានចំការបន្លែគំរូផ្ទាល់ខ្លួនទៀតផងលោកប៊ុនចន្ទ្រាបានដឹកនាំក្រុមការងារចុះបង្ហាញទីតាំងដាំដុះជាក់ស្ដែងដែលមានដំណាំត្រសក់និងស្ពៃក្តោបកំពុងលូតលាស់យ៉ាងខៀវស្រងាត់និងមានផ្លែផ្កាដុះដាលល្អនេះគឺជាភស្តុតាងដែលមិនអាចប្រកែកបានថាជីធម្មជាតិខ្មែរពិតជាមានសមត្ថភាពជួយឲ្យដំណាំមានគុណភាពខ្ពស់និងសុវត្ថិភាពដល់អ្នកបរិភោគនេះគឺដូចខ្ញុំបញ្ជាក់ខាងដើមអញ្ចឹងនេះគឺជាលទ្ធផលនៃជីរបស់យើងថាជីធម្មជាតិដែលយើងផ្សំពីគ្រឿងនៅក្នុងស្រុករបស់យើងណាសមាសធាតុផ្សំហ្នឹងបាទអញ្ចឹងបើសិនបើយើងប្រើជីគីមីវិញបាទត្រសក់របស់យើងអត់អាចហូបដូចខ្ញុំចេះបានទេណាបាទអញ្ចឹងនេះយើងជូតបាទខ្ញុំចាំកាលនៅក្មេងៗក៏ជូតអាវចេះហើយហូបផ្លឹបបាទបើសិនយើងប្រើជីគីមីឬក៏បាញ់ថ្នាំយើងអាចហូបចឹងបានទេណាបាទអញ្ចឹងនេះគឺជាលទ្ធផលនៃការប្រើប្រាស់ជីរបស់យើងណាទាំងជីទឹកទាំងជីគ្រាប់សរុបមកសិប្បកម្មពន្លឺកសិករមិនត្រឹមតែជាកន្លែងផលិតជីធម្មជាតិនោះទេប៉ុន្តែគឺជាសញ្ញាណនៃភាពរីកចម្រើននៃកសិកម្មបៃតងនៅខេត្តបាត់ដំបងការគាំទ្រផលិតផលខ្មែរគឺមិនត្រឹមតែជួយដល់សេដ្ឋកិច្ចក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែថែមទាំងជួយថែរក្សាគុណភាពដីកសិកម្មសម្រាប់កូនចៅជំនាន់ក្រោយទៀតផង